សួស្តីបាទពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនមកបាទធ្វើម្ហូបមួយមុខសម្រាប់បាទគ្រឿងសមុទ្របងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការយកគ្រឿងសមុទ្រទៅដាក់ជាមួយនឹងជាឬក៏ញ៉ាំបាយអីអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំបាទគឺយកទៅបំពងបងប្អូននេះបង្គាបំពងបាទកន្លុករ៉ូឌីបងប្អូនអញ្ចឹងសម្រាប់បង្គានេះបងប្អូនធ្លាប់តែស្រស់ធ្លាប់តែបាទស្ងោរឬក៏បាទចំហុយបែបណាបាទរសជាតិបាទធម្មតាមួយយ៉ាងតែសម្រាប់បង្គាដែលបងប្អូនអាចបាទយកទៅបំពងឲ្យស្រួយទាំងសបកបងប្អូនមិនបាច់បកទេបាទគឺយើងកាត់ពុកមាត់លាងទឹកឲ្យស្អាតមកបាទគឺយើងបំពងតែម្ដងបងប្អូនអញ្ចឹងសម្រាប់ខ្ញុំគឺបែបហ្នឹងណាបងប្អូនកន្លុករ៉ូឌីហិលបាទជាមួយនឹងជាបាទអែមមែនតែនបងប្អូនអញ្ចឹងបងប្អូនណាដែលចូលចិត្តធ្វើលក្ខណៈរបស់ញ៉ាំឬក៏បាទនិយាយចំទៅគេហៅថារបស់សម្រាប់ក្លែមមាត់ជាមួយនឹងត្រជាអីចឹងណាបងប្អូនបាទគឺត្រូវមែនតែនគឺយើងយកបង្គាមកបងប្អូនអញ្ចឹងយកទៅបំពងឲ្យស្រួយទាំងសម្បកអញ្ចឹងបងប្អូនបំពងឲ្យស្រួយសិនបាទកុំទាន់មានដាក់គ្រឿងអីបងប្អូនបំពងវាសុទ្ធតែម្ដងក្រោយពីបងប្អូនបំពងឲ្យស្អាតហើយបងប្អូនយកទៅនេះដាក់ចូលក្នុងចានដែកចឹងមកបងប្អូនដាក់រ៉ូឌីបន្តិចប៊ីចេងបន្តិចបាទម្ទេសហុយបន្តិចបាទកន្លុកតែម្ដងបងប្អូនអញ្ចឹងយើងដូចលក្ខណៈគេហៅថាញ៉ាំបែបស្រួយបងប្អូនបាទអញ្ចឹងប៉ុណ្ណឹងណាបាទអែមណាដល់វាញ៉ាំបងប្អូននេះដាក់មួយមកគឺឈ្ងុយជាប់មាត់តែម្ដងបងប្អូនអញ្ចឹងគ្រឿងសមុទ្របាទមានបាទបង្គាមឹកអីអញ្ចឹងបងប្អូនអាចបាទធ្វើញ៉ាំបែបហ្នឹងគឺឆ្ងាញ់ឈ្ងុយបាទលក្ខណៈគេហៅថាបាទឆ្ងាញ់ណាបងប្អូនបាទឥឡូវមឹកម្ដងបងប្អូនអញ្ចឹងបាទលក្ខណៈគេហៅថាអាំងអីចឹងមកបាទបន្ទាប់ពីយើងអាំងហើយបានយើងបាទរោយរ៉ូឌីបន្តិចពីលើបាទរោយរ៉ូឌីតិចបាទគឺជាតិមែនទេបងប្អូនអញ្ចឹងបងប្អូនណាដែលពុំធ្លាប់បាទញ៉ាំបែបនេះអាចធ្វើបែបនេះញ៉ាំបានបងប្អូនអញ្ចឹងអរគុណបាទ